ថ្ងៃនេះយើងនឹងប្រើប្រាស់ AI ក្នុងការ generate content ហើយ content យើងនឹងបង្កើត tour អំពីការទៅលេងខេត្តកំពង់ចាមចំនួន3ថ្ងៃអញ្ចឹងយើងចូល home ចូល AI assistant ហើយយើងធ្វើការបញ្ជាដោយ prompt ខ្ញុំផាស prompt ខ្ញុំសិនគឺខ្ញុំបញ្ជាវាឲ្យបង្កើត article about កំពង់ចាម trip for 3 day with Manoi name កំពង់ចាម trip under Manoi tour ហើយឲ្យប្រើប្រាស់ image ខាងក្រោមនេះ image link ខាងក្រោមនេះអញ្ចឹងយើងចុចប៊ូតុង send ទៅយើងបើកមកមើល website យើងនេះយើងអត់ទាន់មានទេយើងមានត្រឹមសៀមរាបទេអូខេសូមអូខេវាឆ្លើយមកវិញហើយវាប្រាប់ថាវាត្រូវការ tour Manoi ID អញ្ចឹងយើងត្រូវឲ្យ Manoi ID របស់ tour សិនដើម្បីឲ្យវាបង្កើតបានអញ្ចឹងខ្ញុំទៅរក Manoi ID របស់ tour សិនចាំបន្តិចtour មាន Manoi ID 465អូខេចាំខ្ញុំទៅប្រាប់វាវិញ Manoi ID 465អូខេដល់វាកំពុង generate អញ្ចឹងយើងត្រូវការចាំរងចាំអូខេលើ content យើងបង្កើតរួចរាល់ហើយយើងទៅមើល content យើងខ្ញុំសុំទៅមើល content នេះកំពង់ចាម trip 3 day exploration on the Mekong វានៅត្រាល់ហើយយើងចូលទៅមើលវាសិនដើម្បី modify វាអូខេអូខេបើមើលទៅដូចជា content គ្រប់គ្រាន់ហើយយើងធ្វើការ publish វាទៅចុចលើ draft តដើម្បីដូរជា publish ហើយយើងចុចលើប៊ូតុង save ពេលហ្នឹងពេលយើងបើក website មកយើងនឹងឃើញមាន tour តាក់ទងនឹងការទៅលេងកំពង់ចាមនេះកំពង់ចាម trip អញ្ចឹងខ្ញុំចុចលើកំពង់ចាម trip ទៅកំពង់ចាម trip 3 day exploration អញ្ចឹងនេះគឺជា result ដែលយើងប្រើប្រាស់ AI ក្នុងការបង្កើត content ពាក់ព័ន្ធនឹងការដំណើរទេសចរទៅកាន់ខេត្តកំពង់ចាម3ថ្ងៃម៉ោង8ដល់កំពង់ចាម check in the hotel ថ្ងៃទី2ទៅលេងចំការកស៊ូទី3ទៅលេង Hidden Gem អូខេអញ្ចឹងនេះគឺជា result តទៅពីយើងបញ្ជា AI ហើយ